សាច់រឿងឃើញថាអាហ្នឹងវានៃអប់រំមួយដែរសម្រាប់កូនណាដែលខ្លួនជាស្រីហើយការសម្ដែងគេថាល្អសមរម្យគាត់ថារៀងមិនសូវជាមានន័យដោយសារវាខ្លីចាក់ប្រយចាបាទគឺមានតែប៉ុណ្ណឹង អូខេអរគុណសូមស្ដាប់ការបកស្រាយក៏ដូចជាការវិនិច្ឆ័យរបស់គណៈកម្មការសុកចន្ទធីតា ឃើញថាសាច់រឿងមិញគឺមានន័យសម្រាប់គេហៅថាអប់រំទៅលើក្មេងៗដែលគាត់មិនស្ដាប់ម្ដាយហើយតែសារតួម្ដាយការនិយាយស្ដីអីគឺដាក់អារម្មណ៍ជាម្ដាយពិតតែម្ដងអរគុណ អ្វីដែលខ្ញុំគិតចំណុចខ្សោយតិចបំផុតទី1ពេលដែលបងអូនទាំងពីរសម្ដែងបងអូនបែរក្នុងអ្នកកាមេរ៉ាតួម្ដាយកន្លែងនេះដែលជាចំណុចសំខាន់បំផុតនៅពេលដែលយើងធ្វើការប្រឡងតួម្ដាយល្អខ្ញុំគិតថា perfect 90% បាទប៉ុន្តែតួកូននៅស្ទើរនេះជាច្បងខ្ញុំ អរគុណដូច្នេះបងទាំងពីរសូមសម្រេចចិត្តថាតើជ្រើសរើសយកម្នាក់ណាជាមេក្រុមនៅក្នុងថ្ងៃនេះ ខ្ញុំយកមកតោះហើយ សូមជើញ សូមអរគុណដល់ខាងនេះនៅមានការសម្ដែងជាបន្តទៀតទេមានសមត្ថភាពបញ្ចេញទៅហែមទៀតអត់ អត់ទេបង មិនសម្ដែងដូចគ្នាទេបង ហើយណាបាទចេះសុំសម្រាប់ចិត្តតែម្ដង យកអ្នកណា យកបងគ្រឿន សូមជើញ សុំជើបាទ អូខេជាបន្តទៀតយើងនៅសល់បេក្ខនារីចំនួន4រូប បាទឥឡូវនេះ អ្នកដែលបង្ហាញ បាទវិណាណា ខ្ញុំ fashion អូខេតោះ